นีอนุโมทนีสำหรับพระธรรมวิเศษเทศนาทรงตรวจเจออนุโมทนีสำหรับพระธรรมวิเศษเทศนาได้ก็รอសូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺត្បូងអស់កលមិនដាច់សូមប្រគេនពរចំពោះព្រះថេរានុថេរៈគ្រប់រូបទាំងឡាយដែលមានវត្តមាននៅក្នុងវត្តពោធិក្រឡាញ់នេះព្រមទាំងប្រករណាដែលបាននិមន្តមកអំពីវត្តដទៃបានមកចូលរួមរួមក្នុងកម្មវិធីបុណ្យថ្ងៃនេះនិងសូមចម្រើនពរឧបាសិកាពុទ្ធគឹមសានព្រមទាំងកូនចៅឧបាសិកាស៊ីមគឹមហេងអូស្ត្រាលីព្រមទាំងកូនចៅឧបាសិកាលឹមខេងថាព្រមទាំងកូនចៅអ្នកស្រីឌីយ៉ានិលព្រមទាំងកូនចៅឧបាសកសៅញោកឧបាសិកាឌីអ៊ុតនិងព្រមទាំងកូនចៅលោកនួនលឿមនិងភរិយាព្រមទាំងកូនចៅលោកទុំសុភាអ្នកស្រីចិនវណ្ណីព្រមទាំងបងប្អូនកូនចៅទាំងអស់កងជួនសោកនិងម៉ាដរ៉ូនាមអស់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបទាំងអស់ដែលអាត្មាភាពបានពិភាក្សារៀបរាប់ជម្រាបជូនមកនេះគឺលោកជាអ្នកម្ចាស់កម្មវិធីបុណ្យថ្ងៃនេះកម្មវិធីបុណ្យថ្ងៃនេះគឺជាបុណ្យឆ្លងសាលាឈាបនដ្ឋានព្រមទាំងសមិទ្ធផលនានាផ្សេងនិងតិខេណានុបទានដើម្បីនឹងឧទ្ទិសកុសលជូនដល់បុព្វការីជនទាំងឡាយគ្រប់គ្នាមានអតីតព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការញោមញាតិវត្តទាំងអស់គ្រប់ចំនួននៅក្នុងវត្តពោធិក្រឡាញ់នេះញោមញាតិពុទ្ធបរិស័ទផងគ្រប់រូបទាំងអស់បានមានសទ្ធាជ្រះថ្លាបង្កើតជាកម្មវិធីបុណ្យនឹងឡើងក្នុងកម្មវិធីបុណ្យនេះខ្ញុំករណីអាត្មាភាពបានទទួលភារកិច្ចជាធម្មកថាចារ្យដើម្បីនឹងសម្ដែងនៅព្រះសុធម្មវិសេសទេសនាប្រគេនជូនចំពោះព្រះសង្ឃនិងញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់រូបក្នុងកម្មវិធីបុណ្យនេះអាស្រ័យនៃការដែលសម្ដែងធ្វើក្នុងឱកាសនេះក្រែងសម្ដែងទៅហើយមានការមិនសមរម្យกับតន្ត្រីទឹកចិត្តរបស់ញោមញាតិពុទ្ធបរិស័ទគ្រប់រូបក៏សំខាន់តែអភ័យទោសដល់ខ្ញុំករណាអាត្មាភាពជាធម្មកថាចារ្យដែលសម្ដែងធ្វើនៅក្នុងកម្មវិធីបុណ្យថ្ងៃនេះកម្មវិធីបុណ្យថ្ងៃនេះក៏បាន
ប្រារព្ធនៅទីវត្តពោធិក្រឡាញ់ដែលស្ថិតនៅភូមិក្រឡាញ់ឃុំក្រឡាញ់ស្រុកក្រឡាញ់ខេត្តសៀមរាបនេះជាទីតាំងកម្មវិធីបុណ្យហ្នឹងអាស្រ័យហេតុនេះជាបន្តទៅនឹងត្រូវសម្ដែងធ្វើទេសនាធ្វើទេសនាហ្នឹងមានពីរផ្នែកមួយឆ្លងសមាធិផលនានាមានជាបណដ្ឋានជាដើមទី2គឺតិខេណានុបទានដើម្បីនឹងឧទ្ទិសកុសលប្រគេនជូនដល់ព្រះក្តីតៈគ្រូចៅអធិការដោយអាចារ្យគណៈកម្មការបាសកបាសិកានៅចំណុះជើងវត្តពោធិក្រឡាញ់នេះដែលបានទទួលអនិច្ចធម៌និងទទួលមរណកាលទៅកាន់លោកអស់ហើយខាងមុខអស់ហើយនោះក៏ញោមញាតពុទ្ធបរិស័ទទាំងឡាយនៅតែមិនភ្លេចគុណឧបការៈលោកទាំងឡាយនោះបើមិនមានអតីតប្រសង្ឃអតីតអាចារ្យគណៈកម្មការពុទ្ធបរិស័ទខាងដើមទេវត្តពោធិក្រឡាញ់នេះមិនមានទេនឹងលោកទាំងអស់នេះជាបុព្វការីជនដែលបានផ្ដួចផ្ដើមកសាងវត្តពោធិក្រឡាញ់នេះដល់លោកទាំងអស់នោះអនិច្ចកម្មអនិច្ចធម៌អនិច្ចកម្មទៅកាន់លោកខាងមុខអស់ហើយនៅញោមញាតដែលត្រូវជាកូនជាចៅគ្រប់គ្នាទាំងអស់ក៏គាត់ថែរក្សាលំអានគេមរតករបស់ដូនតាទាំងអស់ហ្នឹងជាបន្តទៅទៀតប៉ុន្តែរឿងសំខាន់បើមិនមានលោកទាំងអស់នោះលោកផ្ដួចផ្ដើមវត្តហ្នឹងអត់មានទេបងដល់លោកកសាងបានហើយលោកអនិច្ចកម្មអនិច្ចធម៌អត់ទៅត្រូវភារកិច្ចញោមញាតអ្នកត្រូវរក្សាថែរក្សាតទៅទៀតហ្នឹងបងដើម្បីជាទីសក្ការៈគោរពបូជាសម្រាប់ញោមញាតធ្វើទានធ្វើសិលព្រោះទៅតាមពុទ្ធសាសនាហ្នឹងមានទីវត្តហ្នឹងឯងជាមូលដ្ឋានអាស្រ័យនេះទៅញោមញាតអរគ្នាមានឱកាសមានទីកន្លែងដើម្បីមកបំពេញកុសលផលបុណ្យហ្នឹងបងធ្វើទេសនាក្នុងកម្មវិធីថ្ងៃនេះក៏ដោយអាត្មាជំរាបថាមាន2មួយឆ្លងសមាធិផលមួយតិខេណានុបទានធម្មកថាពិបាកនឹងលៃលោកដែលមិនដឹងសម្ដែងពីឆ្លងសមាធិផលជាបណដ្ឋានឬក៏សម្ដែងពីតិខេណានុបទាននៅពីររឿងចាប្រទាញគ្នាធម្មតាសម្ដែងណាត្រូវចិត្តគ្រប់ចិត្តញោមញាតហ្នឹងបងបើសម្ដែងពីតិខេណានុបទានបានន័យថាធ្វើឧទ្ទិសចំពោះទៅអ្នកដែលលះលោកទៅហើយណាមានព្រះគ្រូចៅអធិការលោកអាចារ្យគណៈកម្មការទាំងអស់នេះគេឧទ្ទិសដល់អ្នកដែលលះលោកទៅបើសម្ដែងពីពិធីបុណ្យឆ្លងឧបឋានសាលាជាបណដ្ឋាននិងសមាធិផលនានានឹងបានអត្តន័យថានឹងបញ្យល់ដល់ញោមញាតពុទ្ធបរិស័ទទាំងអស់ផងដែលកំពុងតែរស់នៅនឹងឲ្យដឹងថាតើជាបណដ្ឋាននិងសមាធិផលនានានេះតើមានប្រយោជន៍អ្វីខ្លះសម្រាប់មនុស្សរស់ហ្នឹងបងបើអញ្ចឹងគិតថាសម្ដែងអំពីជាបណដ្ឋាននិងសមាធិផលនានាតម្រូវការសម្រាប់មនុស្សដែលរស់នៅត្រូវការប្រើប្រាស់ហ្នឹងបងសមាធិផលនានាមានជាបណដ្ឋានហ្នឹងហើយនឹងសំណង់នានាទាំងអស់នឹងមានអីខ្លះទេបងសរុបសេចក្តីទៅវាច្រើនរបស់ទាំងអស់នេះវាជាប់តាកតងនៅក្នុងបច្ច័យ4សង្គ្រោះនៅចូលក្នុងបច្ច័យ4តាំងពីផ្លូវថ្នល់ស្ពានសាលារៀនជាបណដ្ឋានអីទាំងអស់នោះវាតាកតងនឹងបច្ច័យ4
សម្រាប់ញោមញាតពុទ្ធបរិស័ទឲ្យតែលឺពាក្យថាបច្ច័យ4លឺគ្រប់តែគ្នាប៉ុន្តែការយល់វាមិនទាន់ត្រឹមត្រូវព្រោះញោមញាតពុទ្ធបរិស័ទឲ្យតែលឺពាក្យថាបច្ច័យ4ហើយនេះរឿងដែលសំខាន់តែសម្រាប់ញោមញាតដែលប្រគេនដល់បច្ច័យ4ដល់ព្រះសង្ឃអត់បានដឹងថាខ្លួនឯងត្រូវការប្រើប្រាស់ដែលអត់ដឹងទេអត់បានគិតទេនឹងបានថ្ងៃនេះសូមសម្ដែងពីបច្ច័យ4ហ្នឹងប្រគេននឹងជូនញោមញាតពុទ្ធបរិស័ទទាំងអស់ឲ្យជ្រាបពីពាក្យថាបច្ច័យ4បច្ច័យ4ភាសាបាលីថាចតុបច្ច័យដល់ខ្មែរនិយាយបាលីមកកណាត់ខ្មែរមកកំណាត់បច្ច័យនោះវាបាលី4នោះវាខ្មែរថាបច្ច័យ4ចាបច្ច័យ4នោះមានអីខ្លះបងថាសម្រាប់ព្រះសង្ឃមានត្រៃចីវរមានអាហារបិណ្ឌបាតទីសេនាសនៈគេហដ្ឋានផ្លូវថ្នល់ជាបណដ្ឋានសម្រាប់បូជាសពអីជាដើមហ្នឹងហើយនឹងឆ្នាំជាបារោគ4យ៉ាងនេះថាបច្ច័យ4ភាសាបាលីគេពោលអញ្ចឹងបើយើងនិយាយជាខ្មែរពាក្យថាបច្ច័យនេះគឺរបស់សម្រាប់ដែលបំបត្តិសេចក្តីទុក្ខនោះឲ្យបាត់អស់ទៅឲ្យសេចក្តីសុខសួស្តីនេះកើតដល់ជីវិតរបស់មនុស្សឥឡូវញោមញាតិអរគ្នាគិតពិចារណាឲ្យឃើញច្បាស់លាស់ម្ដងទៀតបច្ច័យ4ដែលញោមញាតិគិតថាសម្រាប់តែប្រសង់ទេលោកប្រើប្រាស់នៅសម្រាប់ខ្លួនញោមអត់ត្រូវការប្រើប្រាស់ទេយល់ហ្មងតែហ្នឹងដែលអាត្មាសម្ដែងពីបច្ច័យ4ហ្នឹងបងដើម្បីឲ្យយល់ឲ្យញោមញាតិយល់ថាពាក្យថាបច្ច័យ4នេះវាស្មើទូទៅទាំងអស់ព្រះសង្ឃក្តីញោមញាតិពុទ្ធបរិស័ទក្តីជីវិតអត់ត្រូវមានបច្ច័យ4ហ្នឹងត្រត្រង់បានរស់នៅបានស្រួលនេះពាក្យតែបច្ច័យ4ញោមញាតិគិតមើលបច្ច័យទីអោបច្ច័យទី2ព្រះសង្ឃនឹងអាហារបិណ្ឌបាតញោមញាតិគឺបាយមហូបសម្លហ្នឹងបច្ច័យទី3ព្រះសង្ឃគឺកុដិគឺសាលាគឺព្រះវិហារវច្ចកុដិអីទាំងអស់ហ្នឹងសម្រាប់ញោមញាតិគឺផ្ទះសម្បែងគេហដ្ឋានជាទីលំនៅបច្ច័យទី4គឺថ្នាំសម្រាប់ជាបារោគនៃវត្ថុ4យ៉ាងទាំងអស់នៅញោមញាតិគិតមើលជីវិតរបស់មនុស្សមិនសម្រាប់តែព្រះសង្ឃមិនសម្រាប់តែញោមញាតិជាអ្នកកាន់ពុទ្ធសាសនាទេឲ្យញោមញាតិមើលឲ្យឃើញឆ្ងាយញោមញាតិមើលទៅលើពិភពលោកទាំងអស់ជាតិណាក៏ត្រូវការប្រើប្រាស់ជាប់ជាពាក់ក្នុងបច្ច័យ4នោះដែរញោមមើលសន្លឹងមើលលើពិភពលោកទាំងអស់នឹងបានបច្ច័យ4នោះសំខាន់ណាស់ណាញោមញាតិពុទ្ធបរិស័ទបាទណាកុំឲ្យញោមញាតិយល់ថាឲ្យតែលឺពាក្យតែបច្ច័យ4ដល់សម្រាប់តែប្រសង់ទេអានឹងអត់ទេញោមញាតិអ្នកដែលប្រគិនបច្ច័យ4ដល់ប្រសង់ខ្លួនយើងក៏ប្រើប្រាស់ដែរពាក្យតងទាំងអស់ដែរណាញោមញាតិគិតមើលមកបងថ្ងៃណាអាត្មាទេពីបច្ច័យ4ចង់បញ្យល់ពីបច្ច័យ4ឲ្យញោមញាតិទាំងឡាយគ្រប់គ្នានឹងយល់ច្បាស់ថាបច្ច័យ4គឺវាទាក់ទងនឹងមនុស្សទាំងអស់ដែលរស់នៅលើពិភពលោកនេះអ្នកណាក៏ត្រូវការដែរឲ្យតែមនុស្សវាទូលំទូលាយណាស់ណាព្រោះតែព្រះសម្មាសម្ពុទ្ធលោកសម្ដែងបច្ច័យ4នេះបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ពួកព្រះសង្ឃធម្មនាភិក្ខុទាំងឡាយ
បាប់ប្រជិតនឹងក្រហើសណែត្រូវតែព្រមព្រៀងគ្នាជានិច្ចអត់បែកបាក់គ្នាបានទេពីព្រោះព្រះសង្ឃបានទទួលចៃវរបច្ច័យបិណ្ឌបាតបច្ច័យសេនាសនៈបច្ច័យហើយនឹងគិលានភិក្ខបច្ច័យអំពីញោមញាតពុទ្ធបរិស័ទព្រោះកាលណាបើអត់បច្ច័យ4នឹងហើយសេចក្តីវិនិច្ឆ័យអន្តរាយនឹងមានដល់ព្រះសង្ឃហើយកាលណាបើបច្ច័យ4នៃញោមញាតបានទំនុកបំរុងដល់ព្រះសង្ឃហើយព្រះសង្ឃនឹងអាចគង់វង្សនៅតែបានតែអត់បច្ច័យ4គឺវិនិច្ឆ័យហើយតែមានបច្ច័យ4គឺហេតុព្រះសង្ឃគង់នៅបានខ្ញុំនិយាយគិតមើលសប្តាហ៍ថ្ងៃព្រះសង្ឃនៃបួសនៃរស់ដោយសារញោមញាតទំនុកបំរុងជួយទាំងអស់បច្ច័យ9ហ្នឹងសរុបសេចក្តីថាញោមញាតមានគុណមកលើព្រះសង្ឃណាបានជាភាសាសង្ឃសាស្ត្រគេថាញោមព្រះសង្ឃលោកហៅទៅបរិស័ទថាញោមដូចជាម្ដាយឪពុកអ្នកចិញ្ចឹមបីបាច់ថែរក្សាផ្គត់ផ្គង់ដោយបច្ច័យ4ហ្នឹងដោយសម្រាប់ព្រះសង្ឃវិញក៏បានផ្ដល់សម្ដែងធ្វើដែលជាវត្តបដិបត្តិសិលសមាធិបញ្ញាជំរាបដល់ញោមញាតពុទ្ធបរិស័ទបានន័យថាញោមញាតដឹងធ្វើដឹងពាក្យទូលមានព្រិនបដៅរបស់ព្រះពុទ្ធដោយសារព្រះសង្ឃទើបញោមញាតយកទៅបដិបត្តិតាមសិលសមាធិបញ្ញាហើយញោមញាតនឹងបានទៅកាន់ទីដែលសំនៅក្នុងសុគតិរហូតដល់ទៅឋានសួគ៌បានទៀតក៏ដោយសារព្រះសង្ឃដែលបានថាភាគីទាំងពីរនេះផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកលះបង់គ្នាអត់បានទេណាញោមញាតត្រូវតែអាស្រ័យរូបរួមគ្នាទៅវិញទៅមកនេះជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលទូលមានព្រានបដៅដាស់តឿនក្រើនរំលឹកនឹងផងឥឡូវងាកមកខាងញោមញាតវិញសួរទៅបច្ច័យ4របស់ញោមញាតហ្នឹងដែលកើតមានហ្នឹងអត់ស្មើគ្នាទេណាញោមញាតមិនស្មើគ្នាទេអ្នកខ្លះមានទ្រព្យសម្បត្តិនៅច្រើនខ្ពស់ទៅគេហៅសេដ្ឋីគេហៅបដីអ្នកមានទ្រព្យសម្បត្តិច្រើនមកថ្នាក់មកទៀតមានទ្រព្យសម្បត្តិតែបង្គួរល្មមមកថ្នាក់មកជន់មកទៀតជាអ្នកក្រីក្រលំបាកលហេមលហាមអត់ស្មើនេះតែញោមញាតមិនបាច់ចាំមើលលីណាឆ្ងាយទេមើលនៅក្នុងស្រុកក្រឡាញ់នេះឃើញហើយមនុស្សខុសគ្នាឆ្ងាយណាស់បងសួរតាអ្នកដែលមានទ្រព្យសម្បត្តិខ្ពស់ច្រើនបច្ច័យ4នៅច្រើននឹងប្រើប្រាស់សម្រាប់ធ្វើជីវិតខ្លួនឲ្យល្អប្រសើរនឹងហើយទ្រព្យសម្បត្តិនៅសល់បានចែកចាយធ្វើជាទានទំនុកបំរុងដល់ព្រះសង្ឃទៀតណាហើយនឹងអ្នកដែលមានទ្រព្យសម្បត្តិល្មមមកมันមានពេកទេហើយនឹងអ្នកដែលក្រខ្សត់សួរថាហេតុអីមកវាខុសគ្នាអញ្ចឹងបានមកអត់ដូចគ្នាព្រះសម្មាសម្ពុទ្ធជាបរមគ្រូលោកសម្ដែងថាអ្នកដែលគេមានទ្រព្យសម្បត្តិច្រើនបរិបូរហូរហៀហ្នឹងមកពីគេមានបញ្ញាច្រើនគេរកទ្រព្យសម្បត្តិបានច្រើនរកយសស័ក្តិឲ្យបានសាងជីវិតរបស់គេឲ្យពងពោះអាអ្នកដែលមានតែល្មមហ្នឹងបញ្ញាគ្នាក៏ខ្សោយអញ្ចឹងឯងបងសម្រាប់អ្នកក្រមែនតើគឺល្ងងស្មោះតែមកហេតុនោះវិញចាំបងក្នុងពុទ្ធសាសនាព្រះពុទ្ធលោកបញ្យល់ហេតុផលហ្នឹងអាស្រ័យនេះបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពង្រៀនមនុស្សគ្រប់គ្នាឲ្យសន្សំបញ្ញាពាក្យថាបញ្ញានេះជាភាសាបាលីភាសាសំស្ក្រឹតថាប្រាជ្ញា
ខ្មែរយើងយកមកនិយាយទាំងអស់បញ្ញាក៏និយាយប្រាជ្ញាក៏និយាយប៉ុន្តែអត់យល់ពោលដូចជាពាក្យថាបញ្ញាបល័យសតហើយប្រាជ្ញាសង្ស្ក្រឹតសតចាំបប្រែជាខ្មែរថាម៉េចប្រែជាខ្មែរសេចក្តីដឹងស្គាល់របស់អវ័យទូទៅនោះឈ្មោះថាបញ្ញាអ្វីដែលយើងមិនស្គាល់អានោះខ្វះឯបញ្ញាត្រូវតែរៀនទៀតត្រូវតែសាកសួរគេតទៀតនេះបានថាបញ្ញាធ្វើឲ្យយើងមានពន្លឺភ្លឺស្វាងហ្នឹងក្នុងពុទ្ធសាសនាលោកថាពន្លឺអ្វីក៏មិនស្មើនឹងពន្លឺបញ្ញាដែរបញ្ញាជាពន្លឺភ្លឺស្វាងឲ្យញោមញាតមើលទៅយល់ដឹងសេចក្តីអាក្រក់ល្អខាតចំណេញសុខទុក្ខអីទាំងអស់ពន្លឺគឺបញ្ញាហ្នឹងនឹងសូមឲ្យញោមញាតពុទ្ធបរិស័ទទាំងឡាយនេះយល់អំពីពុទ្ធសាសនាវាមានហេតុមានផលអ្នកដែលគេមានទ្រព្យច្រើនគេមានបញ្ញាជាហេតុដល់ផលចេញមកគឺទ្រព្យសម្បត្តិអាអ្នកដែលមានបញ្ញាសំគួររកទ្រព្យសម្បត្តិបានក៏ល្មមដែរអ្នកល្ងងអត់បញ្ញាក៏រកទ្រព្យសម្បត្តិបានដោយក្រនឹងចឹងក្នុងពុទ្ធសាសនាព្រះពុទ្ធសម្ដែងឲ្យមនុស្សទាំងអស់សំបញ្ញាដើម្បីធ្វើជីវិតឲ្យភ្លឺស្វាងរស់នៅដោយស្រួលនៅក្នុងលោកនេះនេះជាឱវាទរបស់ព្រះពុទ្ធសេចក្តីល្ងងជាសត្រូវរបស់ពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធឲ្យមនុស្សបំបត្តិសេចក្តីល្ងងចេញសេចក្តីល្ងងដែលបាត់ទៅដោយសារយើងសិក្សារៀនសូត្រនឹងហេតុដែលឲ្យបាត់សេចក្តីល្ងងដែលសុទ្ធតាមយៈបញ្ញាកើតឡើងព្រោះការស្ដាប់ដូចយើងទៅរៀននៅសាលាលោកគ្រូគាត់បញ្យល់ពីកិច្ចការរឿងរ៉ាវមួយយើងស្ដាប់ហើយយើងត្រេះរិះពិចារណាបញ្ញានឹងកើតដល់យើងហ្នឹងចិន្តាមយៈបញ្ញាកើតពីការគិតឃើញហើយយើងគិតឃើញរបស់នេះយើងគិតរកហេតុរកផលភាវនាមយៈបញ្ញាគឺបញ្ញាកើតពីការភាវនានេះជាទីដែលកើតបញ្ញាហ្នឹងបើយើងមិនបានរៀនមិនបានស្ដាប់មិនបានគិតត្រេះរិះបញ្ញាទេបញ្ញាយើងមិនមានទេបងនេះសូមឲ្យយើងងាកជ្រាបនៅក្នុងធម៌ដែលព្រះអង្គសម្ដែងលោកសម្ដែងប្រាប់នៅក្នុងបៃដកព្រះវិន័យព្រះសូត្រព្រះអភិធម្មបើយើងពោលភាសាយើងថាសិលសមាធិបញ្ញាប៉ុន្តែដល់ក្នុងអថង្គិកមៈដែលព្រះអង្គទ្រង់សម្ដែងលោកសម្ដែងបញ្ញាមុនញោមគិតមើលដល់សម្ដែងនៅក្នុងបៃដកសិលសមាធិបញ្ញានៅក្រោយដល់ក្នុងអថង្គិកមៈលោកសម្ដែងបញ្ញាមុនសមាធិប្រាជ្ញាដែលយល់ឃើញត្រូវសមាសង្កបៈសេចក្តីត្រេះរិះត្រូវនោះតួបញ្ញាខាងដើមមកពីព្រះអង្គជ្រាបតែមនុស្សតែគ្មានបញ្ញាហើយมันអាចធ្វើសិលបានទេបានលោកសំដែងសិលនៅកណ្ដាលណាទៅទៅមកទៀតហ្នឹងសមាវាចាសំដីត្រូវនោះតួសិលសមាកមន្តៈការងារត្រូវតួសិលសមាអាជីវៈការចិញ្ចឹមជីវិតត្រូវជាតួសិល3ผมបានដល់មកសមាធិសមាវាយាមៈសិការព្យាយាមត្រូវអសមាសតិការរលឹកនឹកឃើញការងារដែលត្រូវបានសមាសមាធិការតម្កល់ចិត្តឲ្យនឹងត្រឹមត្រូវនេះលោកសម្ដែងបញ្ញាមនុស្សតែអត់បញ្ញាហើយអត់អាចរក្សាសិលបានអត់អាចធ្វើការងារឲ្យបានទាំងអស់សូមឲ្យញោមញាតិជ្រាបចា៎សម្រាប់ពុទ្ធសាសនា
ជាសាសនាដែលបង្រៀនឲ្យមនុស្សធ្វើការទេញោមញាតិថ្ងៃមួយអនាថបិណ្ឌិកសេដ្ឋីហ្នឹងទៅវត្តចេតពុនដែលគាត់កសាងថ្វាយប្រពន្ធទៅដល់ហើយប្រពន្ធលោកសំដែងធឿប្រុសអនាថបិណ្ឌិកសេដ្ឋីធម្មនាលកហបតីលោកថារបស់5យ៉ាងដែលរបស់កម្រឲ្យមនុស្សគេចង់បានទី1អាយុវែងញោមញាតិចង់បានអាយុវែងដែរហើយអត់ចង់បានទេទី2ពើសម្បុរល្អកើតមកពើសម្បុរល្អมันប្របាក់មិនពិបាកលាបលេលាបអីទៅយកល្អធម្មជាតិទី3សេចក្តីសុខញោមនេះញោមប្រាថ្នាឲ្យបានដល់សុខในជីវិតហ្នឹងសេចក្តីត្រកទី4គឺយកស័ក្តិទ្រព្យសម្បត្តិចង់បានទី5គឺឋានសួគ៌កាលណាបើអស់ជីវិតឲ្យទៅកើតទេវតានេះប្រពន្ធលោកសំដែងរបស់ទាំង5នេះគឺញោមញាតិប្រាថ្នាគ្រប់តែគ្នាអីមែនបានព្រះសម្មាសម្ពុទ្ធលោកសំដែងថាមនាលកហបតីរបស់5យ៉ាងនេះមិនមែនបានដោយការបន់ស្រន់ទេណាបានដោយធ្វើលោកប្រាប់ថាបន់ស្រន់អត់បានទេតែបានទេញោមញាតិអាត្មាសំដែងនេះចង់បញ្ជាក់ប្រាប់តែញោមបើចង់បានកុំឲ្យបន់ស្រន់ឲ្យធ្វើដូចជាអាយុវែងញោមជិះវៀងកុំសម្លាប់សត្វក៏អាយុវែងហើយបងកុំសម្លាប់សត្វអាយុវែងពើសម្បុរល្អកាយនេះកុំឲ្យខឹងច្រើនតែញោមខឹងច្រើនកើតជាតិក្រោយទៅសម្បុរអាក្រក់មិនជាបើមើលទេទៅបីមានលេយកមកលាបលោលមិនក៏ជួយមិនឈ្នះដែរបងព្រោះសេចក្តីសោកកើតពីសិលហើយញោមរសាសិលបានសេចក្តីសោកព្រោះសិលនេះញោមញាតិជាសិទ្ធិមនុស្សកាលណាញោមញាតិរសាសិល5ជើបទៅគោរពសិទ្ធិមនុស្សមកផែនដីសត្វមកផែនដីមិនដែលអ្នកណាមនុស្សណាបានទទួលទុកទោសអីពីយើងអត់មានទេគឺផ្ដល់សេចក្តីសុខឲ្យសិទ្ធិមនុស្សយ៉ាងហើយសន្តិភាពទៀតអ្នកដែលរសាសិលគឺសន្តិភាពស្ងប់ស្ងាត់នៅក្នុងក្រុមគ្រួសារជីវិតរបស់មកខ្លួននោះវាកើតសន្តិភាពបានសេចក្តីសុខហើយសម្បត្តិយស័ក្តិដែលកើតច្រើនមកវិយមញាតបរិច្ចាគទាននឹងធ្វើទានចាយទ្រព្យធ្វើទាននឹងកើតទ្រព្យសម្បត្តិយស័ក្តិហ្នឹងបងហេតុវាអញ្ចឹងទៅតែពីយើងទាំងអស់បានប្រសមានមកលោកបញ្ជាក់ថាកហបតីបន់ស្រន់អត់បានទេតែเราធ្វើយើងធ្វើទាំងអស់អំពើពីយើងធ្វើទាំងអស់នេះជាពុទ្ធសាសនានឹងសូមឲ្យញោមញាតពុទ្ធបរិស័ទនឹងយល់អាស្រ័យហេតុនេះសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាទាំងបព្វជិតទាំងក្រហមត្រូវតែសន្សំបញ្ញាឲ្យកើតមានឡើងដល់ជីវិតរបស់យើងទើបយើងរកទ្រព្យសម្បត្តិបានធនធានបានយកមកប្រាស់សម្រាប់ជីវិតយើងដែលជាមនុស្សហ្នឹងនេះជាប្រយោជន៍បច្ចុប្បន្នដែលយើងត្រូវធ្វើឲ្យកើតមុនគេអ្នកគោរពពុទ្ធសាសនាត្រូវបានប្រយោជន៍3ចេញពីការគោរពពុទ្ធសាសនាទី1គឺទិដ្ឋធម្មិកថប្រយោជន៍បច្ចុប្បន្នដែលយើងរស់ជាមនុស្សនេះព្រោះវាត្រូវការប្រើប្រាស់របស់4យ៉ាងហ្នឹងឯងណាបើអត់របស់4យ៉ាងมันអាចរស់បានទេជីវិតបច្ចុប្បន្នហ្នឹងនឹងសូមឲ្យញោមញាតិជ្រាបចា៎ទី2យើងសម្លឹងទៅកាន់បរៈលោកដែលអាត្មាសម្ដែងមិញថាចង់ចាប់គឺយើងចង់ទៅកើតទេវតាណាប្រយោជន៍ទី3គឺប្រយោជន៍ក្នុងព្រះនិព្វាន
ប្រយោជន៍ក្នុងបរៈលោកនិងព្រះនិព្វានវាជាប់នឹងប្រយោជន៍បច្ចុប្បន្នជាគ្រឹះជាមូលដ្ឋានណាញោមញាតិបើញោមញាតិរស់ជាមនុស្សអត់ទ្រព្យអត់សម្បត្តិហើយជីវិតខ្លួនរស់នៅក៏វាអត់បានសុខហើយអ្នកដែលត្រូវទៅកាន់ឋានសួគ៌ត្រូវរក្សាសិលត្រូវធ្វើទានចាំបើយើងក្រអត់មានពេលណាទៅរក្សាសិលបានក្រហើយមានទ្រព្យឯណាទៅចែកទានបាននោះវាអត់នៅប្រយោជន៍ក្នុងឋានសួគ៌ផុតព្រះនិព្វានក៏ដូចតែគ្នាវាតាកតងចឹងបានថាប្រយោជន៍ដែលយើងរស់ជាមនុស្សនេះសំខាន់ជាគ្រឹះជាមូលដ្ឋានបើញោមញាតិប្រាថ្នាឋានសួគ៌ទៅនិព្វានបើប្រយោជន៍ក្នុងមនុស្សនេះអត់មានទេបានន័យថាมันងាយទេពោអាសាបងនេះសម្រាប់ពុទ្ធសាសនាអាស្រ័យហេតុនេះត្រូវយើងសន្សំបញ្ញាឲ្យបានគ្រប់គ្នាដើម្បីជាគ្រឿងទីពឹងហើយម្យ៉ាងទៀតលោកសម្ដែងថាអ្នកប្រាជ្ញទាំងឡាយលោកពោលថាប្រាជ្ញានឹងប្រសើរដូចជាព្រះច័ន្ទដែលប្រសើរជាងផ្កាយយកមើលព្រះច័ន្ទវងធំជាងផ្កាយអផ្កាយព្រាតូចតូចសំបីសិលក្តីសិរីក្តីធ្វើរបស់សប្បុរសក្តីរមែងទៅតាមបុគ្គលដែលមានបញ្ញាទើបមានបញ្ញាបានឃើញផលនៃការរក្សាសិលនឹងបានជ្រះថ្លាក្នុងរក្សាសិលទើបតែមានបញ្ញាបានធ្វើជីវិតខ្លួនឲ្យមានសិរីបានសិរីនៃជីវិតហ្នឹងគឺដោយសារមានវត្ថុ4យ៉ាងហ្នឹងប្រើប្រាស់គ្រប់គ្រាន់បរិបូរណ៍វាទៅជីវិតមានសិរីសួស្តីរីករាយក្នុងជីវិតមនុស្សដែលរស់នៅនោះហើយនឹងធ្វើរបស់សប្បុរសធ្វើរបស់សប្បុរសគឺពាក្យរបស់ព្រះសម្មាសម្ពុទ្ធនោះលោកសំដែងបានទទួលយកបានទៅតាមអ្នកដែលមានបញ្ញាទេញោមញាតិសិលមួយសេរីសួស្តីមួយធ្វើរបស់សប្បុរសទើបអ្នកមានបញ្ញាបានទៅរបស់ទាំង3នេះទៅតាមបានមិនរបស់ទាំង3នៅកើតមុនបញ្ញាទេណាបើបញ្ញាអ្នកស្រូបអ្នកយកឆ្លោះបញ្ចាំងឃើញតែមានគុណានុភាពបានសិក្សាបានទទួលយកបាននឹងបានសម្រាប់ពុទ្ធសាសនានេះលោកសម្ដែងពីបញ្ញានឹងឯងជាធំហើយសម្រាប់យើងអ្នកកាន់ពុទ្ធសាសនាអត់សូវបានយល់ទេបងមិនដឹងថាពុទ្ធលោកទូលមានព្រិនបដៅយ៉ាងណានឹងអត់ដឹងទេបងដែលញោមញាតិមកគោរពពុទ្ធសាសនាសប្តាហ៍ថ្ងៃនេះភាគច្រើនណាស់ញោមញាតិមកតាមពូជពងវងតកូលជាដូនជាតាទេអត់បានយល់ពុទ្ធសាសនាពុទ្ធលោកទូលមានព្រិនបដៅយ៉ាងណានោះអត់យល់ទេត្រង់ហ្នឹងឯងបានន័យថាយើងគោរពបដិបត្តិពុទ្ធសាសនាទៅតាមតែនីមទន្លាប់អត់យល់អីសោះមិនយល់អីសោះអាស្រ័យហេតុនេះសូមឲ្យយើងទាំងអស់គ្នាសន្សំបញ្ញាគ្រប់គ្នាទាំងអស់ជាពិសេសជីវិតរបស់យើងចាស់នេះជីដូនជីតាម៉ែឪនេះយើងមានមនុស្សដែលយើងត្រូវជួយសង្គ្រោះគឺចៅរបស់យើងហើយនិងកូនរបស់យើងខាងក្រោយក្នុងសង្ឃហៈធ្វើ5យ៉ាងរបស់ម៉ែឪដែលជួយសង្គ្រោះកូននោះពុទ្ធលោកសម្ដែង5ទី3នឹងកណ្ដាលគេណាក៏បីបញ្ជូនកូនស្រីប្រុសដែលធំពេញវ័យហើយឲ្យទៅរៀននៅសាលាឲ្យទៅចូលសាលារៀនដើម្បីសន្សំបញ្ញានេះពុទ្ធលោកសម្ដែង5យ៉ាងដែលម៉ែឪត្រូវសង្គ្រោះកូនហ្នឹងណាបងចំណុចទី3កណ្ដាលកូនធំរៀនចេះដឹងឲ្យទៅរៀនសូត្រដើម្បីចម្រើនលូតលាស់បញ្ញាឥឡូវញោមញាតិក្រឡេកភ្នែកមើលទៅលើពិភពលោកជាតិណាក៏រដ្ឋាភិបាលគេបង្កើតសាលារៀនឲ្យមនុស្សគេប្រជាពលរដ្ឋគេរៀនចេះដឹងដើម្បីសន្សំបញ្ញាដែរនេះ
នេះពុទ្ធដីការបស់ព្រះពុទ្ធលោកសំដែងមកមិនចេះសាបសូន្យតែគឺវាត្រូវវិជាសកលទាំងអស់ដូចខាងពូអឺរ៉ុបពូអាមេរិកពូអីគេសង់សាលាឲ្យកូនចៅគេរៀនខ្លាំងជាងយើងទៅទៀតបងហើយសម្រាប់យើងជាខ្មែរនេះគឺរដ្ឋាភិបាលលោកបង្កើតសាលារៀនឲ្យយើងរៀនគ្រប់ភូមិគ្រប់ស្រុកទាំងអស់អត់ដូចនៅកន្លែងនេះស្រុកកន្លែងមកមានតាំងពីបឋមមានតាំងពីអនុវិទ្យាល័យមានវិទ្យាល័យមានមហាវិទ្យាល័យទេកន្លែងនេះអត់ទេអាហ្នឹងត្រូវទៅរៀននៅសៀមរាបទៅបាត់ដំបងនៅគេមានសាកលវិទ្យាល័យឯងត្រូវរៀនបន្តទៅទៀតដើម្បីឲ្យកូនចៅរបស់យើងទទួលចំណេះចេះដឹងព្រោះនេះអាត្មាសំជម្រាបនៃជីដូនក្តីជីតាក្តីលោកឪពុកអ្នកម្ដាយរបស់កូនប្រុសស្រីក្តីត្រូវធ្វើម៉េចជំរុញកូនលួងលោមកូនឲ្យស្រឡាញ់ការសិក្សានឹងរៀនសូត្រឲ្យបានដល់ចប់ត្រៃត្រាននៃវិជ្ជាតណាទៅចប់ត្រៃត្រាននៃវិជ្ជាហ្នឹងគឺបណ្ឌិតញោមញាតបើយើងរៀនយកតែត្រឹមបរិញ្ញាបត្រត្រឹមអនុបណ្ឌិតវាមិនទាន់ចប់ទេតែយកបណ្ឌិតបានចប់នេះគេហៅត្រៃត្រាននៃវិជ្ជាឆ្លងដល់ត្រៃព្រោះការរៀនសូត្រលោកទុកដូចយើងឆ្លងទន្លេញោមញាតអាថ្នាក់ទី1នៅត្រៃខាងនេះដល់យើងរៀនមកចេញមកនេះវាចេញផុតមកឆ្លងប្រវល់សមុទ្រហ្នឹងហើយបើសិនណាយើងទម្លាក់ការសិក្សារៀនសូត្រចោលធៀបឧបមាតែប្រឡងវិទ្យាល័យរួចឈប់ហើយរៀនសូត្រហើយអានឹងបុរាណទៅលិចទូកណ្ដាលសមុទ្រហ្នឹងឯងទូកអត់ឆ្លងដល់ត្រើយទេលិចកណ្ដាលសមុទ្រចាប់បានរៀនតទៅទៀតដល់ទៅអនុបណ្ឌិតដល់ទៅបរិញ្ញាបត្រអនុបណ្ឌិតឈប់រៀនដល់ឈប់រៀនទៅបុរាណតាំងចិត្តដល់កំពង់លងទូញ៉ាំអត់ដល់កំពង់ទេណាជាបបេះដល់កំពង់លងទូហ្នឹងទៅសួរថាកំពង់ឯណាកំពង់បណ្ឌិតតែពីត្រៃសមុទ្រខាងណាមកត្រៃសមុទ្រខាងណាឆ្លងបើលិចកណ្ដាលនេះគេថាលិចទូកណ្ដាលសមុទ្ររមកអត់ដល់ត្រើយរៀនមកទៀតមកចិត្តដល់ត្រើយបរិញ្ញាបត្រនោះនេះឈប់ទៅថាចិត្តដល់កំពង់លងទូកអានេះកុំឲ្យយករុញឲ្យឆ្លងដល់ត្រើយគឺយកបណ្ឌិតដល់ហើយត្រើយនេះធៀបពីការរៀនសូត្រហ្នឹងហើយបើកូននឹងរៀនដល់ត្រើយហើយជាបណ្ឌិតប្រុសគេហៅបញ្ញវន្តស្រីគេហៅបញ្ញវតីឬបញ្ញវន្តីមិនដូចចដូនចតាយើងក៏និយាយពីមុនអត់យកបានដល់ឯងមនុស្សស្រីចាំទៅរៀនឲ្យឆ្ងាយនេះអាឆ្វែងចង្ក្រានមិនជុំហ្នឹងញោមនៅមានកំណត់យកមកដាក់ខ្លួនដែរឥឡូវណាលះបង់ចោលព្រោះតែគិតតែស្រីឆ្វែងចង្ក្រានមិនជុំហ្នឹងអបហើយសម្រាប់ពុទ្ធសាសនានេះញោមញាតិព្រះសម្មាសម្ពុទ្ធលោកឲ្យតម្លៃដូចតែគ្នាទេភិក្ខុគឺអ្នកបួសប្រុសនិងភិក្ខុនីគឺស្រីបើវត្តដាច់ពូជដែរភិក្ខុនីអ្នកទាំងពីរនេះមានចំណេះជំនាញដូចគ្នាភិក្ខុលោកជាពហុសូត្រភិក្ខុនីក៏ជាពហុសូត្រដែរដូចគ្នាភិក្ខុនេះលោកត្រូវមានបញ្ញាភិក្ខុនីក៏មានបញ្ញាដែរភិក្ខុនេះជាធម្មកថាសម្ដែងធ្វើទេសនាវោហាស័ព្ទបានបញ្ញត្តិភិក្ខុនីក៏មានបញ្ញាដែរបានដូចគ្នាភិក្ខុជាព្រះអរហន្តភិក្ខុនីក៏ជាអរហន្តដូចតែគ្នាដែរញោមដូចគ្នាបានព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ថាបុរសមិនសុទ្ធតែជាបណ្ឌិតក្នុងទីសពគ្រប់លើទេឯស្ត្រីបើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរលោកឲ្យតម្លៃដូចគ្នាឥឡូវយើងញាតិមើលស្រុកខ្មែរយើងជាឧទាហរណ៍យកមកមនុស្សស្រីគេធ្វើអភិបាលខេត្តអីបានដូចថ្ងៃទៅច្បាយខេត្តបានដូចតែគ្នាស្រីគេធ្វើរដ្ឋមន្ត្រី
ban đôi ta cái này rồi mà xây cái sung bắp thơ ấy sao đây chứ ấy bật thiên ra sập phê ấy sao đây để bảo ấy dân mơ lại khơi chia sao đây chứ ấy bật tê class sao đây đào tạo có mục ra tha bị bà tiền cái đợt nằm bật tê bàn hay nhầm nhầm một phút để ca rồi bao một phút để tha sao đây nâng prong thơ ban đôi ta cái này miền tàu khổ ấy bảo tao chia xa còn chứ ban đặc biệt tu miền prin bật đauរបស់ព្រះសម្មាសម្ពុទ្ធនេះមិនចេះសាបរៀបបានជាលោកសំដែងសច្ចចង្វីអមតាវាចាព្រះធ្វើជាពាក្យពេចពាក្យមិនចេះស្លាប់ទេសតញ្ចធម្មោនជារៀងឧបេទេធ្វើរបស់សពបរោះគឺពុទ្ធសាសនានឹងមិនចេះចាស់ក្រឹមគ្រាទេចេះតែមានជីវិតរស់នៅលើលោកហើយចេះតែថ្មីទាន់សម័យជានិច្ចទៀតញោមមើលដែលព្រះអង្គលោកសំដែងហើយជីវិតរបស់មនុស្សរស់បានដោយសារបច្ច័យ4មើលទៅវាសកលលោកអត់ចេះបាត់បង់ទេរួចបញ្ញានឹងជាពន្លឺរបស់មនុស្សញោមញាតមើលមនុស្សទាំងអស់លើពិភពលោកគេមានបញ្ញាគ្រប់តែគ្នាគេធ្វើកសាងប្រទេសជាតិអីគេបានទាំងអស់នេះសូមឲ្យញោមញាតអត់ចេះសាបសូន្យជាថ្មីទាន់សម័យជានិច្ចអាត្មាលើករឿងពីអាត្មានៅក្មេងៗណាទូរស័ព្ទយើងនេះគេហៅតេឡេហ្វូននៅបារាំងអាតេឡេហ្វូននេះមានខ្សែក្បាលធំវានៅភ្នំពេញតាមខេត្តគេរាយខ្សែតាមផ្លូវមកដូចខ្សែភ្លើងយ៉ាងឯងតែកាលណាមានកិច្ចការហៅភ្នំពេញមករោរើងក្នុងការិយាល័យក្នុងការិយាល័យក្នុងផ្ទះអីអត់យកទៅណាបាននៅតែក្នុងផ្ទះព្រោះវាជាប់ខ្សែហ្នឹងដល់មកសម័យសប្តាហ៍បាត់ខ្សែអស់ហើយញញាតមើលនៅនោះទូរស័ព្ទយើងប្រើមានខ្សែណាកាន់តែស្ដើងកាន់តែតូចទៅទៀតហើយមានធម្មពលខ្លាំងជាងអាមានខ្សែទៀតអាមានខ្សែហ្នឹងឮតែសំឡេងនេះអត់ឃើញរូបទេដល់សម្ងាយអត់មានខ្សែទេឮសំឡេងអត់ឃើញរូបទៀតនិយាយនេះបានអារយៈតេឡេហ្វូនវាមុនតាកតងបាននៅក្នុងស្រុកក្នុងខេត្តស្ងាយតេឡេហ្វូនស្ងាយទូរស័ព្ទតាកតងបានមកផែនដីអញញោមញាតមានកូនមានចៅនៅស្រុកណាបារាំងអាមេរិកអូស្ត្រាលីអីត្រូវការនឹកឃើញកូនចៅចុចទៅហើយនិយាយគ្នាបានស្ដាប់សំឡេងហើយឃើញរូបគ្នាទីញោមមកអស្ចារ្យប៉ុណ្ណាពីសម័យ70-80ឆ្នាំមុនដល់មកឥឡូវនេះញោមមកវាចម្រើនលូតលាស់ខុសពីមុនឆ្ងាយណាស់គេចេះតែស្រង់ស្រាវជ្រាវពិសោធន៍រីរោវាទៅគេធ្វើការសាបញ្ញាគេណាញោមញាតអត់បញ្ញាធ្វើអត់បានអានឹងចឹងគេហៅថាបដិរូបគេកែច្នៃរបស់ដែលវាទន់ខ្សោយមិនសូវល្អឲ្យវាល្អឲ្យទំនើបឡើងអរិយដូចសម័យពីមុនផ្លូវថ្នល់ជាតិសៀមរាបនេះផ្លូវជាតិលេខ6នេះតាមពិតទៅផ្លូវគ្រប់ទៅទីណាបើយើងលើកផ្លូវដែលយើងមើលឃើញក្នុងស្រុកយើងយកផ្លូវជាតិលេខ6ពីកលាញ់ទៅសៀមរាបពីមុនចាក់គ្រូក្រហមចាក់ថ្មទេណាញោមញាតវាអាគ្រូក្រហមថ្មនៅវាលេទៅបោះឡានទៅក៏ហុយសឡោះធ្វើតាណាទៅដល់សងៃគេកែច្នៃគេថាបដិរូបវាកែច្នៃអវល្អគេចាក់ជឿកៅស៊ូចាក់បេតុងឲ្យតែញោមញាតមើលមកស្រួលលីស្រួលគេធ្វើរបស់ដែលវាអន់ហ្នឹងឲ្យវាខ្ពង់ខ្ពស់ជាងពីមុនឲ្យល្អជាងពីមុននេះអាត្មាលើករឿងមកជម្រាបញោមញាតគេថាគេបដិរូបគេកែច្នៃឲ្យវាល្អរួចពីដើមមិញនឹងដូនតាយើងពីកលាញ់ទៅសៀមរាបនេះដើរបរទេសគោជីសេះយានជំនិះណាឬស្រុកខ្លះគេជិះតម្រៃស្ងៃមានណាញោមមិនដែលឃើញមានណាមានកង់មានម៉ូតូមានរថយន្តអីណានេះគំនិតមនុស្សគេកែច្នៃរបស់ដែលมันល្អនោះឲ្យវាទំនើបឡើងស្រួលបងវាខុសចឹង
បញ្ទៅគេធ្វើបានសាបញ្ញាគេហ្នឹងមកគេជ្រាវឆ្លាតបានគេធ្វើកើតហ្នឹងនេះនិយាយពីពុទ្ធសាសនាដែលប្រពុតលោកឲ្យសន្សំបញ្ញាហ្នឹងมันខុសទេណាញោមញាតិបើអញ្ចឹងជីដូនជីតាម៉ែឪនៅយើងផុតរៀនផុតសូត្រអីអស់ហើយឥឡូវយកចិត្តទុកដាក់ក្នុងចៅហើយនឹងកូនរបស់យើងនឹងដែលកំពុងតែមានការសិក្សារៀនសូត្រកូនរបស់យើងចៅរបស់យើងអត់មានអីទេរបស់4យ៉ាងហ្នឹងម៉ែឪរត់បំរុងឲ្យខោអាវក៏យើងរត់ទុកឲ្យកូនអស់ហើយមកអាក៏រកឲ្យកូនអស់ហើយផ្ទះសម្បែងក៏ធ្វើឲ្យកូននៅអស់ហើយឆ្នាំជាបាលរោគក៏មានឲ្យកូនមានការតែមួយគឺរៀនអាហ្នឹងចឹងឲ្យកូនខំរៀនខំសូត្រហើយបើកូនរៀនសូត្របានចំណេះវិជ្ជាឆ្លងដល់ត្រើយបានន័យថាអំពើដែលកូនធ្វើជាកិច្ចតបស្នងសងគុណលោកឪពុកអ្នកម្ដាយហើយដែលបំណាច់គាត់ចិញ្ចឹមបីបាច់ថែរក្សាយើងស្រឡាញ់យើងនោះហើយម្ល៉េះហើយលោកឪពុកអ្នកម្ដាយក៏មានកិត្តិយសមានមុខមាត់ដោយសារកូននឹងដែរព្រោះគេថាឲ្យតែបានបណ្ឌិតហើយគឺតម្លៃខ្ពស់ឲ្យគេគោរពមនុស្សព្រោះនឹងសូមឲ្យញោមញាតនៅស្រុកកលាញ់ហ្នឹងបងខំឲ្យជំរុញការរៀនសូត្ររបស់កូនប្រុសកូនស្រីនោះឲ្យបានខ្ពង់ខ្ពស់លូតលាស់ទៅជីវិតថ្លៃថ្លាព្រះសម្មាសម្ពុទ្ធលោកសម្ដែងបញ្ជាក់ប្រាប់ពីមនុស្សដែលអត់បញ្ញាហ្នឹងនោះថាបុគ្គលដែលសាបសូន្យចាកបញ្ញាដល់ប្រសើរហើយហើយតែភាសាសពអរោះលោកពូលពីរស់ស្ដាប់បើភាសាយើងនិយាយថាល្ងងភាសាយើងនិយាយថាល្ងងវាកំបត់ពេកវាអត់ទៅរកភាសារបស់ពុទ្ធថាបុគ្គលដែលសាបសូន្យចាកបញ្ញាដល់ប្រសើរហើយជីវិតដែលរស់នៅក្នុងមនុស្សហ្នឹងជីវិតជួបនឹងសេចក្តីទុក្ខសេចក្តីក្តៅក្រហាយសេចក្តីសោកសឹកសួលប្រចាំជីវិតហ្នឹងមួយជីវិតអត់បានរីករាយទេតាមបានញោមញាតសួរតើជីវិតដែលរស់នៅប្រកបដោយសេចក្តីទុក្ខដោយសេចក្តីថ្នាំងថ្នាក់ដោយសេចក្តីចង្អៀតចង្អល់ទុក្ខសោកព្រោះអីព្រោះរោបច្ច័យ4នោះវាអត់គ្រប់គ្រាន់រកមកចិញ្ចឹមមាត់ឯងផងចិញ្ចឹមប្រពន្ធផងចិញ្ចឹមកូន4 5នោះផងហ្នឹងណាវាខ្វះខាតគ្រប់មកហូបបានអារម្មណ៍អារោគថ្ងៃនេះខ្វះស្អែករោស្អែកខ្វះខានស្អែកវាព្រួយបារម្ភជានិច្ចមានពេលណានឹងសប្បាយនឹងផងវាអត់មានរីករាយទេមកហូបអាហារទៀតក៏អត់បានល្អប្រណិតទៀតតែក្រៀមក្រោះត្រីងៀតត្រីឆ្អើបរិភោគឲ្យតែរស់ទៅក៏យើងរកអត់បាននេះលោកសំដែងនៃជីវិតនោះវាទុកសោកតាំងពីនៅមនុស្សរស់លូដល់បែកធ្លាយរាងកាយស្លាប់ទៅហើយមិនរួចខ្លួនទៀតធ្លាក់ទៅកាន់អបាយភូមិទៀតនេះលោកសំដែងប្រាប់ពួកសួរថាម៉េចបានជាមនុស្សដែលល្ងងជីវិតមនុស្សរស់នៅលំបាកហើយងាប់ហើយមិនរួចខ្លួនទៀតហ្នឹងទៅកាន់អបាយភូមិថាមនុស្សញោមញាតែក្រហើយណាលួចទ្រព្យគេក៏លួចសត្វអំពើទៅចរិតកាយកោបោកប្រាស់ទ្រព្យគេក៏តែបោកណាទៅដាក់ទ្រូដាក់ម៉ងចង់សន្ទូចយកត្រីមកចិញ្ចឹមជីវិតសត្វមកចិញ្ចឹមជីវិតសត្វតកាយកម្មកាយទៅចរិតជួនកាលយករបរចិញ្ចឹមជីវិតហ្នឹងការសម្លាប់សត្វយកសាច់លក់នោះមិច្ឆាជីវៈហ្នឹងសម្លាប់មន់សម្លាប់ទាសម្លាប់ជ្រូកសម្លាប់គោនោះចិញ្ចឹមជីវិតទៀតហេតុនឹងឯងញោមញាតបានវាអត់រួចខ្លួនហ្នឹងឯងធ្លាក់ទៅកាន់អបាយភូមិទៀតនេះទោសនៃសេចក្តីល្ងងក៏ឲ្យផលក៏ឲ្យផលទាំងនៅរស់ជាមនុស្សឲ្យស្លាប់មិនរួចខ្លួនទៀតហ្នឹងអាស្រ័យនេះសូមឲ្យញោមញាតប្រុងប្រយ័ត្ននឹងកូនចៅដែលកើតក្រោយហ្នឹងណាបងតែយើងវាហួសហើយ
អូចេះប៉ុណ្ណាក៏ប៉ុណ្ណឹងឯងបងហើយយើងមានតែសន្សំធ្វើសេចក្តីល្អប៉ុណ្ណឹងឯងសម្រាប់ជីវិតយើងគ្រប់គ្នាហ្នឹងប៉ុន្តែសម្រាប់ធ្វើទេសនាថ្ងៃនេះគឺទេសដើម្បីចម្រើនបញ្ញារបស់ញោមញាតនឹងឲ្យយល់ព្រោះវេកលំអេដើម្បីបញ្យល់ញោមញាតឲ្យយល់ដើម្បីកុំឲ្យកូនយើងចៅយើងនឹងវាខកទៅទៀតហ្នឹងបងដោយសារយើងជាដូនជាតាម៉ែឲ្យយើងអត់យកចិត្តទុកដាក់យើងអត់យល់ពីតម្លៃនៃវិជ្ជាបើញោមញាតយល់តម្លៃឲ្យប្រកបពោលជានឹងខំបណ្ដុះបណ្ដាលកូនចៅទាំងឡាយឲ្យរៀនសូត្រឲ្យដល់ត្រើយត្រាននៃវិជ្ជាជាទីបញ្ចប់ចា៎ដូចចំណេះវិជ្ជានេះញោមញាតអាត្មាសំដែងអំពីញោមញាតជាប្រសពចុះបែរមកប្រសងវិញថាដូចតែគ្នាអញ្ចឹងដូចតែគ្នាអញ្ចឹងឯងបងដូចក្នុងប្រសងប្រពន្ធលោកសំដែងគាត់ថាហាមមិនអោយលើកបុគ្គលដែលល្ងងធ្វើធំទេធ្វើម្នាក់ដែលល្ងងធ្វើធំគេអត់ចម្រើនលូតលាស់ទេបងហើយដឹកនាំបរិស័ទនឹងឲ្យបដិបត្តិខុសទៀតហើយបរិស័ទមានជំនឿទៅលើប្រសង់នឹងច្រើនប្រសង់និយាយអីក៏ជឿដែរអញ្ចឹងមកវិញយើងថាប្រសង់នេះបដិបត្តិល្អបើលោកខ្លះអត់ទេណាបដិបត្តិអាក្រក់ទេដូចជាអ្នកបួសលោកថាមាន6យ៉ាងអ្នកបួសទី1គឺឧបកិលេកាបួសលេងអានោះបួសលេងបើពីដើមមិនបួសដែរនៅតំណេនអ្នកលេងអុកឈើត្រង់ទៅលោកចាស់លេងរែកទៅខ្លួនប៉ុណ្ណឹងសេះលេងនេះបួសលេងពេលដល់សប្តាហ៍ថ្ងៃហត់អានឹងទៅដល់ទូវត្តខ្លះមានទូមិនថាទេញោមញាតបើថាយើងរក្សាប្រពៃនេះក៏ជួយទំនុកម្រងជាបាយជាទឹកពេលគេអុំទូកអីអត់ទេខ្លះនោះទៅទុំក្បាលទូកហើយណានឹងគេញោមញាតអានេះឧបកិលេកាពូលេងទី2ឧបទុសិកាបួសបទុសរាយនឹងប្រពន្ធលោកហាមមិនអោយធ្វើអីទៅធ្វើអានឹងឯងដេរិឆានវិជ្ជាស្រោចទឹកកន្សែងយិនមន្តអាគមគិថាសំមន្តស្នេហ៍មិនអីเขาដេរិឆានប្រពន្ធលោកហាមអុយបួសរួចទៅធ្វើអានឹងឯងគេឧបទុសិកាគឺបួសបទុសរាយនឹងប្រពន្ធតែប្រពន្ធលោកហាមបទុសរាយដូចញោមញាតមានកូនអញ្ចឹងណាហាមកូនកុំឲ្យធ្វើអំពើអាក្រក់កូនវាអត់ស្ដាប់បើទៅប្រព្រឹត្តអានឹងឯងតាមម៉ែឪក្តៅក៏ឲ្យបទុសនឹងម៉ែឪអត់ស្ដាប់អរិយអ្នកបួសទី2គឺបទុសរាយនឹងប្រពន្ធលោកហាមអីទៅធ្វើអានឹងឯងបងគេហៅដេរិឆានវិជ្ជាហ្នឹងបើញោមញាតមានតែគិតថាឲ្យលោកសង្គ្រោះយើងសង្គ្រោះអីចឹងហ្នឹងបងសង្គ្រោះតាមបែបពុទ្ធសាសនាលោកឲ្យបញ្យល់យើងពីការបដិបត្តិសិលសមាធិបញ្ញាហ្នឹងតែមិនមែនទៅឲ្យសង្គ្រោះអញ្ចឹងទេអានេះវាខុសសង្គ្រោះអញ្ចឹងបងអានេះគេហៅឧបទុសិកាទី3ឧបមយិកាបួសល្ងងខ្លៅអាហ្នឹងឲ្យប្រភពបួសរៀនអត់សូត្រអីទេគេរៀនសូត្រអីពុទ្ធវចនៈបត្រៃយើងអត់រៀនរៀនតែធ្វើសូត្រមន្តបន្តិចបន្តួចទៅធ្វើបាំងស្គលបន្តិចបន្តួចសម្រាប់តែអ្នកស្រុកគេត្រូវការរៀនធ្វើសម្រាប់បដិបត្តិខ្លួនឯងសិលសមាធិខ្លួនឯងអត់ទេបងធ្វើសូត្រមន្តធ្វើបាំងស្គលសម្រាប់ញោមញាតត្រូវការតែគេពឹងឲ្យទៅសូត្រឲ្យព្រោះអានោះមានធ្វើឲ្យសម្រាប់យើងបដិបត្តិសម្រាប់យើងអត់ទេបងអត់ដូចញោមញាតត្រូវការឡើងផ្ទះប្តីការកូនប្តីមុនលោកទៅសូត្រមន្តញោមវាត្រូវការពឹងទៅសូត្រទេ
ត្រូវការធ្វើទាកណានុបទានបាំងស្គលនោះទិសជូនទៅចដូនចតាម៉ែអូគេធ្វើខ្លួនឯងសិលសមាធិបដិបត្តិអត់ទេអានេះគេថាឧបមយិកាដល់ទី4ទៅទៀតគេថាឧបជីវកាឧបចិនកាបួសខនចិនឧបជីវកាបួសចិនជីវិតទៅឃើញប្រសង់លោកមានមហូបអាហារឲ្យឆាន់ឆ្ងាញ់អញ្ចឹងនៅឃើញស្រួលទៅបួសទៅពួកគាត់ចិនជីវិតបានមហូបអាហារឆាន់ឆ្អែតទៅក៏អត់រៀនអត់សូត្រឲ្យបួសខនចិនជីវិតហើយឧបចិនកាបួនសំត្រឹមមិននេះឧបជីវកាបួនចិនជីវិតយ៉ាងទី3ឧបចិនកាបួនសំត្រឹមមួយទៅសំតាំងពីបន្លំបច្ច័យ4បន្លំខ្មោចសំយកមកកតុកនេះបួ6យ៉ាង5យ៉ាងហ្នឹងអត់ល្អទេណាយោមានតែទី6ឧបនិស្សរណាពុះឲ្យលោកសិក្សារៀនបរិយ័តតិធើគឺទ្រឹស្ដីឬលោកបដិបត្តិពោលម្យ៉ាងថាកន្ធធរៈហើយនឹងបដិបត្តិវិបស្សនាធរៈអានឹងបានពុះត្រឹមត្រូវពុះដើម្បីសិក្សាដើម្បីនឹងបដិបត្តិរលាស់ខ្លួនឲ្យរួចចេញចាកពីសង្សារទុក្ខទី1អត់ទេណាញញៀនប៉ុន្តែពុះសប្តាហ៍ថ្ងៃនោះជាប់តែអា5ហ្នឹងឯងញញៀនមិនដឹងផងអូយលោកជួយសង្គ្រោះអត់ទេញញៀនបាអាត្មាសំដែងហ្នឹងបែបប៉ះតង្កេចចិត្តរបស់ញញៀនហើយធ្លាប់តែជឿលោកស្រោចទឹកមន្តអាគមកេថាស្នេហ៍អាត្មាថាអញ្ចឹងទៅញោមមិនសូវសប្បាយចិត្តទេមែនទេនៅមុខស្ងួតហ្នឹងណាធ្វើទាំងឡាយសិលនេះជាប្រមុខរបស់ធ្វើទាំងពួងព្រោះហេតុនោះបុគ្គលក៏បីជំរះសិលនឹងឲ្យបរិសុទ្ធកុំឲ្យសៅមក5មុនអញ្ចឹងបានឲ្យសិលបងពោទីពឹងខាងដើមធ្វើឲ្យមនុស្សល្អដោយសារសិលលំអទី1ហ្នឹងលំអទី2បានសមាធិលំអទី3បានបញ្ញាវាតាមលំដាប់អញ្ចឹងបើសិលលំអទី1ហើយប្រាប់ញោមញាតិឲ្យដឹងអញ្ចឹងបងហើយជាម្ដាយរបស់ធ្វើល្អជាកល្យាណធ្វើល្អហ្នឹងដែលសំដែងថាសិលធ្វើឲ្យញោមញាតិនោះគោរពសិទ្ធិមនុស្សធ្វើឲ្យញោមញាតិសន្តិភាពក្នុងចិត្តក្នុងគ្រួសារនោះប្រាប់ថាលំអអញ្ចឹងព្រោះនេះសំដែងប្រាប់អញ្ចឹងដែលញោមរសាសិលបានល្អបានចម្រើនសមាធិភាវនាហ្នឹងអប់រំចិត្តឲ្យស្អាតលាងជំរះចិត្តឲ្យស្អាតបានទី3បញ្ញាហើយយល់ដឹងកិច្ចការខុសត្រូវហ្នឹងឯពុទ្ធសាសនាមានតែ3ប៉ុណ្ណឹងវាសំខាន់បំផុតជាងគេគឺបញ្ញាតែល្ងងហើយទៅឲ្យបងញោមញាតិប៉ុន្តែញោមញាតិគ្មានអ្នកណាបញ្យល់ក៏មិនដែលបានគិតផងញោមញាតិមិនក៏ឡាញ់មនុស្សខុសគ្នាយ៉ាងអាត្មាថាអ្នកក្របំផុតលហេមលហាមខ្លះដល់រើសអិតចាយទៅខ្លះនៅទៅរែកអត់រែកស៊ីម៉ងឲ្យគេធ្វើផ្ទះធ្វើអីខ្លះនោះទៅយាមទ្វារផ្ទះបើកលបងទ្វារផ្ទះអីគេខ្លះទៅបោកសម្រាមតាមថ្នល់អីមើលទៅឃើញហេតុអីថានៅគ្នាវាល្ងងចឹងមានទៅធ្វើឲ្យកើតបានតែប៉ុណ្ណឹងឯងនឹងទោសនៃសេចក្តីល្ងងអានឹងញោមប្រយ័ត្នវាមានហេតុវាតែល្ងងកាន់ចឹងឯតាគេអ្នកមានបញ្ញាគេធ្វើជីវិតគេឲ្យថ្លៃថ្នូរទាំងអស់នឹងសូមឲ្យញោមញាតិជ្រាបចឹងកុំឲ្យប្រហែលទ្វេនឹងបញ្ញាហ្នឹងសម្រាប់ប្រទេសជាតិដូចគ្នាញោមញាតិតែកាលណាប្រជាប្រដ្ឋល្ងងខ្លៅហើយរដ្ឋាភិបាលអភិវឌ្ឍប្រទេសជាតិមិនក៏អត់បានថ្កើងរុងរឿងទៅបានទេចឹងខ្ញុំនិយាយគិតមែនបើប្រជាប្រដ្ឋល្ងងហើយស្អីក៏មិនចេះធ្វើដោយគោដោយក្របីយ៉ាងឯងញោមញាតិបើប្រជាប្រដ្ឋគេមានចំណេះចេះដឹងមានបញ្ញាគេធ្វើបានគេកសាងជីវភាពគ្រួសារគេ
nhôm nhiên môi nông cả lanh nhẹ miên cái miên tiệt mò tao so ăn nâu nó miên rất ấy nào mà chui cái thôi đòi luôn cái sao miên bánh nhà